ថ្ងៃនេះខ្ញុំបាទទាំងសូមសង្ខេបរឿងមួយដែលមានចំណូលជើងថាខ្មោចស្រីរបាំនេះជារឿងពិតសូមស្ដាប់កំសាន្តដូចតទៅរឿងខ្មោចស្រីរបាំគ្រប់គ្នាជឿមិនជឿគ្មានអ្នកណាបខំបានទេប៉ុន្តែសម្រាប់ខ្ញុំជឿទាំងស្រុងថាអ្វីដែលយើងមើលមិនឃើញគឺនៅតែវល់ជាមួយរបស់ដែលគេស្រឡាញ់នោះមិនតាណាជាដាច់ខាតកុំបះពាល់របស់ដែលយើងមិនស្គាល់ប្រវត្តិខ្ញុំឈ្មោះសាណាជាបុគ្គលិកសន្តាគារផ្នែករៀបចំបន្ទប់ជូនភ្ញៀវហើយខ្ញុំទៅតែមករស់នៅភ្នំពេញនេះបានប្រហែល1ខែជាងតែប៉ុណ្ណោះដោយសារតែជីវភាពគ្រួសារមិនសូវធូរធារទើបខ្ញុំសម្រេចចិត្តមករស់នៅទីក្រុងភ្នំពេញតែម្នាក់ឯងដើម្បីរកការងារធ្វើបណ្ដាយកប្រាក់បង់ថ្លៃសាលាបណ្ដានិងផ្ញើឲ្យម៉ែខ្លះទុកគ្រាន់គាត់ប្រើការនេះជាការងារទី1ហើយសម្រាប់ខ្ញុំទោះបីជាវាហត់ប៉ុន្តែខ្ញុំក៏ចូលចិត្តណាមួយបានប្រាប់បន្ថែមលើកទឹកចិត្តគួរសមដែរព្រោះទើបតែមកធ្វើការបាន1ខែជាងនិងត្រឹមតែជាបុគ្គលិកហាត់ការនៅឡើយមានភ្ញៀវចូលចិត្តការងាររបស់ខ្ញុំព្រមទាំងឲ្យធីបមកខ្ញុំច្រើនទៀតផងខ្ញុំធ្វើការងារនោះនៅវេនយប់ព្រោះថាពេលថ្ងៃខ្ញុំត្រូវទៅរៀនបន្ទាប់ពីចេញពីសាលាភ្លាមខ្ញុំក៏សម្ដៅទៅកន្លែងធ្វើការយកតែម្ដងព្រោះខ្ជិលជីចុះជីឡើងនាំតែអស់សាំងច្រើនណាមួយថ្ងៃនេះមានភ្ញៀវ check out ច្រើនគួរសមដែរខ្លាចធ្វើមិនទាន់ភ្ញៀវចូលថ្មីនាំតែត្រូវមាត់ប្រធានផ្នែក Vivo គេបន្តបញ្ចប់ទៅហើយបន្ទាប់ពីជិះមកដល់កន្លែងធ្វើការនឹងយកម៉ូតូផ្ញើរួចហើយខ្ញុំក៏ដើរចូលតាមខ្លងទ្វារសម្រាប់បុគ្គលិកចេញចូលរួចក៏ចូលទៅផ្លាកឯកសណ្ឋាននៅ locker របស់បុគ្គលិកនីមួយៗបងលីណាដែលជាប្រធានផ្នែករបស់ខ្ញុំបានហុចសោបន្ទប់នីមួយៗដែលខ្ញុំត្រូវទៅសម្អាតព្រមទាំងនិយាយថាថ្ងៃនេះភ្ញៀវចេញនៅជាន់ទី4អញ្ចឹងថ្ងៃនេះឯងប្រហែលជាត្រូវសម្អាតបន្ទប់នៅជាន់ទី4នោះទាំងអស់ហើយណាប៉ុន្តែច្រើនណាស់បងខ្ញុំឆ្លិតតន់តែអត់ចុះបងចរិយាគាត់បានមកធ្វើការមែនទេបងនាងសូមច្បាប់ទៅមើលឪពុកឈឺការងារនេះបងសង្ឃឹមលើឯងហើយណាធ្វើច្រើនចេះច្រើនអញ្ចឹងបងទៅមុនហើយចាបងខ្ញុំក៏មិនដឹងជាបដិសេធជាមួយគាត់ថាម៉េចទោះបីជាវាច្រើនជាងខ្ញុំធ្វើរាល់ដងក៏ដោយបើមេបញ្ជាហើយមានតែធ្វើតាមខ្ញុំបានឡើងមកជាន់ទី4រាល់ដងខ្ញុំមិនដែលបានឡើងមកម្ដងទេតាំងតែពីចូលធ្វើការមកព្រោះថាគ្មានភារកិច្ចជាន់នេះគឺជាកាតព្វកិច្ចរបស់បងចរិយាតែគាត់មិនបានមកធ្វើការទើបខ្ញុំជាអ្នកជំនួសអត់មានប្រាប់គ្នាអីមួយម៉ាត់សោះបងចរិយាលេងមួយទំហឹងតែម្ដង10បន្ទប់ភ្ញៀវចេញទាំងអស់ស្លាប់ខ្ញុំមិនខាននោះទេខ្ញុំបានចាក់សោបន្ទប់មុនដំបូងគេដែលនៅជាតិកម្មចន្ទើរួចក៏ចាប់ផ្ដើមសម្អាតក្នុងបន្ទប់នេះធំក្លិនបារីឡើងហួងសង្ស័យតែភ្ញៀវដែលស្នាក់នៅបន្ទប់នេះចូលចិត្តជក់បារីហើយមើលទៅបានជាធំក្លិនខ្លាំងយ៉ាងនេះខ្ញុំសង្ស័យជក់ស្លាប់ដោយសារតែក្លិនរបស់វាខ្ញុំរអ៊ូតិចភ្ញៀវដែលស្នាក់នេះអីក៏កខ្វក់ខ្លាំងយ៉ាងនេះលើកទី1ហើយដែលមកប៉ះបន្ទប់អញ្ចឹងការងារនេះពិតជាមិនស្រួលមែនបន្ទាប់ពីរៀបចំបន្ទប់នេះរួចខ្ញុំក៏បន្តទៅបន្ទប់ទៀតទម្រាំទៅដល់បន្ទប់ចុងក្រោយខ្ញុំចង់ខ្សោះអស់ខ្យល់ពីក្នុងខ្លួននៅសល់មួយបន្ទប់ទៀតរួចរាល់ហើយខ្ញុំសម្លឹងមើលនាឡិកាដៃដែលបញ្ជាក់ថាវាជិតដល់ម៉ោង1ហើយរួចខ្ញុំក៏ចាក់សោចូលទៅសម្អាតបន្ទប់នោះទាំងរហិតរហៃសឹងតែគ្មានកម្លាំងទាំង4បន្ទប់មុនសុទ្ធតែប្រភេទដូចគ្នានឹងបន្ទប់ដើមគេនោះទាំងអស់គឺស្មុគគ្រក់ព្រមទាំងរញ៉ៃនិងមានក្លិនស្អុយជាខ្លាំងចំណែកតែបន្ទប់មួយនេះមិនមានក្លិនអ្វីទាំងអស់ហើយបរិវេណបន្ទប់វិញមានរបៀបរៀបរយល្អទៀតប្រហែលជាភ្ញៀវមុនគេជាមនុស្សមានរបៀបទេដឹងបើតាមមើលទៅដូចជាមិនមានមនុស្សសម្រាប់ទេប៉ុន្តែបងលីណាថាមានភ្ញៀវស្នាក់នៅខ្ញុំចាប់ផ្ដើមបដូររបស់របរក្នុងបន្ទប់ចេញហើយដាក់របស់ថ្មីចូលដោយបន្ទប់មុនដែរតែផ្នែករបស់ខ្ញុំបានរេកលេខទៅឃើញមានរបស់អ្វីមួយចាំនៅគៀនតុចុកក្បាលក្រែខ្ញុំក៏អោនទៅចិត្តដើម្បីមើលរួចក៏រើសវាមកបើមិនជារបស់ពីសម័យបុរាណយ៉ាងម៉េចមិនដឹងទេតែមើលទៅដូចជារៀងចាស់បន្តិចហើយប្រហែលជាគេលែងត្រូវការហើយទេដឹងមើលទៅក៏គ្មានតម្លៃអីដែរប៉ុន្តែក្រោយមកខ្ញុំក៏ចាប់ផ្ដើមមានអារម្មណ៍ថាត្រជាក់យ៉ាងម៉េចមិនដឹងទេស្រាវក្នុងភ្លាមខុសប្លែកពីពេលមុនចូលមកនេះចំណែកម៉ាស៊ីនត្រជាក់ក៏អត់មានបានបើកនោះដែរចុះហេតុអ្វីសុកស្រាប់តែត្រជាក់ដូចជាមិនស្រួលទេខ្ញុំក៏បញ្ញាចាក់សោបន្ទប់នោះបត់ចេញមកវិញមុនដំបូងខ្ញុំគិតថានឹងយករបស់ដែលរើសបានពីបន្ទប់ដែលខ្ញុំបានសម្អាតនៅជាន់ទី4នោះឲ្យបងលីណាប៉ុន្តែដោយសារតែហត់ពេកក៏បញ្ញាត្រឡប់មកផ្ទះសម្រាប់ធ្វើឲ្យខ្ញុំភ្លេចប្រាប់បងលីណាឲ្យឈឹងចំណែកឯរបស់មួយនោះវិញវាក៏នៅក្នុងហោប៉ៅខោខ្ញុំរហូតមកដល់ប៉ុន្តែពីបានមកដល់ផ្ទះភ្លាមខ្ញុំស្ទុះស្ទាចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួននិងអាប់បានសម្រាប់ប៉ុន្តែរំពេចនោះដែរខ្ញុំបានឮសំឡេងភ្លេងបុរាណលាន់ឮល្វើយពីណាមកក៏មិនដឹងខ្ញុំក៏ឆ្ងល់ក្នុងចិត្តអ្នកណាគេមកចាក់ភ្លេងបុរាណអីថ្មនេះម៉ោង2ម៉ោង3ឥឡូវហើយឬក៏មានអ្នកហាត់របាំអីនំនេះទេដឹងខ្ញុំមិនសូវចាប់អារម្មណ៍ទេក៏លេងខ្វល់ហើយក៏បន្តមួយទឹកប៉ុន្តែភ្លេងនោះនៅតែឮឥតឈប់សោះខ្ញុំព្រមទាំងបានឮសំឡេងសម្រាប់ជួបមនុស្សដើរនៅមុខបន្ទប់របស់ខ្ញុំទៀតផងពេលនោះខ្ញុំចាប់ផ្ដើមឆ្ងល់ក្នុងចិត្តបន្តិចដែរតើអ្នកណាគេមកដើរចុះដើរឡើងអីម្ដងនេះយប់ថ្មនេះទៅហើយចំណែកខ្ញុំក៏មិនបានតែបើកទ្វារមើលនោះដែរព្រោះថាវាអស់កម្លាំងខ្លាំងមែនទែនតែម្ដងប៉ុន្តែអាសំឡេងភ្លេងបុរាណនោះនៅតែឮកាន់តែខ្លាំងងំក្នុងត្រចៀកខ្ញុំរហូតតែទោះយ៉ាងណាវាមិនបានបញ្ខប់ខ្ញុំមិនឲ្យហក់ឡើងលើគ្រែគេងរបស់ខ្ញុំបានឡើយដដែលនៅពេលដែលខ្ញុំគេងលើគ្រែសំឡេងភ្លេងនោះកាន់តែឮខ្លាំងឡើងហាក់ដូចជាមិនចង់ឲ្យខ្ញុំបានគេងលក់ស្រួលតតែសោះនៅក្នុងចិត្តខ្ញុំពេលនេះពិតជាខឹងខ្លាំងណាស់ព្រោះមនុស្សកំពុងតែហត់ហើយនៅមកចាក់ភ្លេងរំដំឡងអីថ្មនេះទៀតអត់មានអាណិតចិត្តអ្នកចិត្តខាងខ្លះទេឬយ៉ាងម៉េចខ្ញុំពិតជាទ្រាំលេងបានតែមិនដឹងជាធ្វើយ៉ាងម៉េចខំយកខ្នើយមកខ្ទប់ត្រចៀកហើយនៅតែមិនបាត់ចំណែកឯភ្លេងនោះក៏កាន់តែបន្តឮឡើងម្សឹងវាហាក់បីដូចជានៅមុខបន្ទប់របស់ខ្ញុំអញ្ចឹងមានសំឡេងកងជើងទង្គិចគ្នាចុះឡើងនៅមុខបន្ទប់ខ្ញុំទៀតផងពេលនោះចិត្តខ្ញុំចង់ឆេះទៅហើយអ្នកណាអីក៏អត់សុជីវធម៌យ៉ាងនេះមករំនៅមុខបន្ទប់របស់ខ្ញុំ
ពេលនោះខ្ញុំក៏តាំងចិត្តថានឹងចេញទៅថាឲ្យអ្នកដែលចូលរួមនៅមុខបន្ទប់ខ្ញុំព្រមទាំងចាក់ភ្លេងខ្លាំងៗនៅខាងខ្ញុំថ្នាក់នេះខ្ញុំបានដើរទៅកាន់ទ្វារបន្ទប់រួចបើកទ្វារទាំងក្នុងចិត្តត្រៀមថានឹងស្ដីឲ្យណាណីម្ដងខ្ញុំលូកដៃទៅបើកទ្វារបន្ទប់តាមចិត្តដែលកំពុងតែមួម៉ៅតបខ្ញុំក៏បានឃើញមនុស្សស្រីម្នាក់ស្លៀកសម្លៀកបំពាក់ជាអ្នករបាំដូចជាអ្នករាំរបាំអប្សរាសក់វែងអស់ដីចំណែកដងខ្លួនវិញឡើងសតាមខ្ញុំចាំដូចជាអ្នករាំចំនួនសម័យបុរាណដែលគេលាបមុខលាបខ្លួនឲ្យសក់អីបែបនោះខ្ញុំលែងខ្វល់ហើយក៏បានដើរចេញប្រាប់ទៅនារីម្នាក់នោះខ្ញុំត្រូវការសម្រាកព្រោះស្អែកខ្ញុំត្រូវទៅរៀនទៀតមិនអាចទៅហាត់រាំនៅកន្លែងផ្សេងបានទេនាងមិនបានឆ្លើយតបអ្វីជាមួយខ្ញុំនោះទេព្រមទាំងមិនខ្ចីងាកមករកខ្ញុំថែមទៀតផងខ្ញុំបានហៅនាងជាច្រើនដងក៏នាងនៅតែធ្វើមិនដឹងមិនលឺនាងនៅតែបន្តរាំម្នាក់ឯងកាច់ចុះកាច់ឡើងនាងមិនបានខ្វល់ថាខ្ញុំនិយាយអ្វីឡើយចំណែកខ្ញុំកាន់តែក្តៅចិត្តខ្លាំងឡើងរួចក៏ដើរសម្ដៅទៅពីក្រោយខ្នងនាងដើម្បីនិយាយជាមួយនាងឲ្យដឹងគ្នាម្ដងទៅមកខ្ញុំបានលូកដៃទៅកេស្មារបស់នារីរបស់នោះតិចដើម្បីឲ្យនាងបែរមកនិយាយជាមួយខ្ញុំពេលនោះស្រាប់តែនាងបែរខ្លួនមកយឺតហើយលាយលំជាមួយភ្លេងបុរាណនោះទៀតខ្ញុំមិនណែភ្ញាក់កញ្ញាងព្រមទាំងព្រួយឆ្អឹងក្នុងតិចដែរគិតថានឹងមិនខ្វល់ព្រោះថាកំពុងតែក្តៅចិត្តខ្លាំងប៉ុន្តែព្រះអើយខ្ញុំបានឃើញមុខរបស់នាងពេញលំផឹងមុខរបស់នាងឡើងរលួយណែសុទ្ធតែឈាមមានដង្កូវចោះគួរឲ្យខ្ពើមបន្ទាប់មកនាងបានសម្លឹងខ្ញុំឡើងថ្មដូចជាស្អប់ខ្ញុំតាំងពីជាតិណាមកអីចឹងនាងសម្លក់ខ្ញុំរហូតធ្វើឲ្យក្របភ្នែកនាងម្ខាងធ្លាក់ចូលចុះមកក្រោមខ្ញុំមិនណែភ័យញ័រខ្លួនច្បប់រួចនាងក៏បានបន្លឺសម្លេងអន្លាយច្រងដូចជាស្អប់សោះមកតាមពីជាតិនោះមកអីចឹងនាងសម្លក់ខ្ញុំរហូតធ្វើឲ្យក្របភ្នែកនាងម្ខាងធ្លាក់ចូលចុះមកក្រោមខ្ញុំមិនណែភ័យញ័រខ្លួនច្បប់រួចនាងក៏បានបន្លឺសម្លេងអន្លាយអំស្លាញដូចជាស្អប់ខ្ញុំតាំងពីជាតិណាមកអីចឹងសម្លក់ខ្ញុំរហូតធ្វើឲ្យក្របភ្នែកនាងម្ខាងធ្លាក់ចូលចុះមកក្រោមចាំពិតជាការយល់សប្តិហើយវាជាការយល់សប្តិដ៏អាក្រក់ដែលខ្ញុំមិនដែលឃើញតាំងតែពីខ្ញុំមកនៅទីនេះមកមិនដែលយល់សប្តិអីគួរឲ្យខ្លាចបែបនេះទេនាងចង់ឲ្យខ្ញុំសងអ្វីខ្ញុំបានទៅពាក់ព័ន្ធអីជាមួយនាងពីពេលណាខ្ញុំបញ្ញារៀបចំខ្លួនដើម្បីទៅសាលាចាត់ទុកថាវាជាការយល់សប្តិអាក្រក់មួយទៅចុះប្រហែលជាដោយសារតែម្សិលមិញមកពីហត់ការងារពេកហើយមកដល់សាលាគ្រប់គ្នានាំគ្នាមើលមុខខ្ញុំរហូតតាំងពីខ្លោងទ្វារមកដល់ថ្នាក់រៀនថ្ងៃនេះពួកគេកើតអ្វីទៅមានមិត្តខ្ញុំម្នាក់គេបានចូលមកនិយាយជាមួយខ្ញុំជាមួយសំណួរចម្លែកសារណាឯងនាំអ្នកណាមកជាមួយនឹងខ្ញុំមកតាមម្នាក់ឯងទៅតែគ្នាឃើញមានមនុស្សស្រីម្នាក់តាមឯងរហូតតាំងពីចូលមកនាងឈរចាំនៅខាងក្រៅបន្ទប់ឯណោះពេលនោះខ្ញុំក៏អើតក្បាលចេញទៅតាមចង្អុលដៃដែលមិត្តខ្ញុំបានបង្ហាញប្រាប់ប៉ុន្តែខ្ញុំមិនបានឃើញអ្វីឡើយរួចក៏ងាកមកថាឲ្យមិត្តវិញមានអ្នកណាឯងស្វាងភ្នែកទៅដឹងប្រហែលជាចឹងហើយដឹងមួយសន្ទុះក្រោយខ្ញុំក៏បានលឺមិត្តរបស់ខ្ញុំស្រែកខ្ញុំបញ្ញាប់ស្ទុះទៅរកនាងហើយសួរនាងភ្លាមថាកើតអ្វីតែនាងស្រាប់តែនិយាយចម្លែកខ្មោចឯងនិយាយអីហ្នឹងហាយើងនិយាយការពិតនាងគួរឲ្យខ្លាចណាស់យើងខ្លាចណាស់ខ្លួនរបស់មិត្តខ្ញុំញ័រចំប្របដោយបានឃើញរបស់ដែលមិនគួរមើលឃើញនោះពិតមែនភ្នែកនាងបិទរហូតមិនហ៊ានបើកឡើយហើយស្រវាងភ្នែកទេដឹងគ្មានអីទេណាតែវាគឺខ្ញុំបានឃើញពិតមែនណានៅណាមិនក៏ខ្ញុំមិនឃើញគឺនៅក្រោយឯងនាងបានរត់ចេញពីខ្ញុំទៅបាត់តែត្រូវមិត្តខ្ញុំម្នាក់ទៀតចាប់ទាន់ខ្ញុំពិតជាភ័យនឹងអាការៈនាងខ្លាំងណាស់ហេតុអ្វីបានជានៅសុកនាងទៅជាបែបនេះបន្ទាប់មកនាងក៏សម្លាប់បាត់មកឈឹងនៅកន្លែងធ្វើការខ្ញុំតែងគិតពីសម្ដីរបស់មិត្តខ្ញុំកាលពីថ្ងៃមិញហេតុអីនាងនិយាយស្ដីអីប្លែកសុកក៏ទៅជាភ័យស្លន់ស្លោសម្លាប់បាត់មាត់ឈឹងព្រមទាំងនិយាយថាឃើញខ្មោចនៅពីក្រោយខ្នងខ្ញុំទៀតភ្លាមនោះខ្ញុំស្រាប់តែឮសំឡេងភ្លេងបុរាណនោះទៀតហើយហេតុអ្វីបានជាក្នុងសន្តាគារចាក់ភ្លេងឮយ៉ាងនេះរាល់ដងដោយមិនដែលចាក់ទេមានតែឲ្យអ្នកគោះរនាតគោះតិចតែនេះជាភ្លេងសុទ្ធសាធភ្លេងដែលខ្ញុំធ្លាប់ឮកាលពីយប់មិញពេលនោះខ្ញុំក៏បានដើរទៅសួរបងដែលធ្វើការនៅកន្លែងទទួលភ្ញៀវបងហាមិនដែលចោលកណ្ដឹងចាប់ភ្លេងរបាំប្រពៃណីលើខ្លាំងម្ល៉េះអត់រំខានភ្ញៀវទេពេលនោះពួកគាត់ចាប់ផ្ដើមនាំគ្នាមើលមុខគ្នាចុះឡើងដូចជាឆ្ងល់នឹងសម្ដីរបស់ខ្ញុំខ្លាំងណាស់ហាក់ដូចខ្ញុំទៅកំ pl ែងលេងជាមួយគាត់អញ្ចឹងរួចគាត់ក៏និយាយមានណាអូនបងមិនលឺផងនឹងមិនអញ្ចឹងខ្ញុំលឺសឹងបីតិចឲ្យបងអូនឯងច្រឡំទេដឹងមិនជឿសួរអ្នកផ្សេងក៏បានណាខ្ញុំចាប់ផ្ដើមឆ្ងល់រួចក៏ដើរចេញពីពួកគាត់ទៅប៉ុន្តែខ្ញុំពិតជាបានលឺច្បាស់ណាស់ហេតុអីពួកគាត់មិនលឺឬក៏មករ៉ាប់ចូលមកចេញមកតែក្រុមកុំចូលមកកុំធ្វើបាបខ្ញុំអីខ្ញុំខ្លាចហើយបើមិនចង់ងាប់នាងឆាប់សងរំហឲ្យយើងវិញភ្លាមអត់ទេកុំខ្ញុំភ្ញាក់មកទាំងបាញ់ឲ្យជួបខ្លួនគឺយល់សពអាក្រក់ដដែលនោះទៀតហើយតែលើកនេះពិតជាសាហាវជាងលើកមុនទៅទៀតនាងខ្វេះក្របភ្នែករបស់នាងចេញមកក្រៅចំណែកឯខ្លួនប្រានាងវិញឡើងរលួយរួចយកកញ្ចក់វែងរបស់នាងមកបះលើមុខរបស់ខ្ញុំបន្ទាប់មកក៏ចង់ច្របាច់កខ្ញុំដូចជានាងខឹងគុំគួនជាមួយខ្ញុំតាំងពីជាតិណាមកអីចឹងគ្រាន់តែនឹកឃើញដល់យល់សពមួយនេះបេះដូងខ្ញុំលោតញាប់សឹងតែធ្លាក់ចេញមកក្រៅដកដង្ហើមសឹងមិនដល់គ្នាតែនេះវាមានរឿងអីកើតឡើងមកលើខ្ញុំទៅតែខ្ញុំទៅយករបស់ស្អីពីនាងពីពេលណាទើបបានជានាងចេះតែមកចង់ទីរបស់នោះពីខ្ញុំមួយរយៈកន្លងមកនេះខ្ញុំនៅមិនសុខទេចេះតែឮសំឡេងភ្លេងបុរាណនោះរហូតទោះជាខ្ញុំទៅដល់កន្លែងណាក៏ដោយខ្ញុំសួរគេមានឮភ្លេងហ្នឹងអត់គ្រប់គ្នាសុទ្ធតែឆ្លើយថាអត់ទេនៅសាលាក៏អញ្ចឹងម្នាក់មិនចង់នៅក្បែរខ្ញុំទេសូម្បីតែមិត្តរបស់ខ្ញុំនាងធ្លាប់សម្លាប់ដោយសារតែឃើញអ្វីក៏មិនដឹងបន្ទាប់ពីថ្ងៃនោះមកនាងមិនដែលមើលមុខខ្ញុំចំទេមានម្ដងនោះពេលដែលនាងសម្លឹងមើលមកខ្ញុំនាងធ្វើខ្លួនដូចជាឃើញអ្វីអញ្ចឹងរួចធ្វើខ្លួនខ្លាចបន្ទាប់មកក៏រត់ចេញពីខ្ញុំទៅបាត់ខ្ញុំក៏មិនថាអ្វីនាងដែរប្រហែលជានាងមានហេតុផលអ្វីម្យ៉ាងហើយឬក៏នាងឃើញអ្វីដែលមិនគួរឲ្យឃើញនោះពិតមែន
កំពុងតែអង្គុយគិតតែម្នាក់ឯងស្រាប់តែមានមិត្តភ័ក្តិប្រុសម្នាក់គេឈ្មោះចវ័នគេម្នាក់នេះជាមិត្តរួមថ្នាក់របស់ខ្ញុំប៉ុន្តែខ្ញុំមិនសូវជាបាននិយាយលេងអ្វីជាមួយគេទេគេក៏ស្រាប់ដើរមកក្បែរខ្ញុំហើយអង្គុយជិតខ្ញុំរួចនិយាយពេលផ្លែកខ្ញុំស្ដាប់សឹងមិនយល់ទឹកមុខនេះបញ្ជាក់ថាត្រូវខ្មោចឡងហើយថាម៉េចខ្ញុំប្រតិកម្មភ្លាមនៅពេលដែលគេនិយាយលេងសើចដល់ពាក្យទាំងអស់នេះមិនតែប៉ុណ្ណោះខ្មោចនោះនៅតាមនាងរហូតទៀតផងប្រហែលជាគេចង់បានអ្វីពីនាងហើយមើលទៅក៏និយាយលេងសើចណាស់ខ្ញុំមិនចូលចិត្តទេខ្ញុំរៀបតែងើបចេញពីគេស្រាប់តែគេបន្តឃ្លាធ្វើឲ្យខ្ញុំទុចដំណើរបើនាងមិនជឿក៏តាមចិត្តតារបស់ខ្ញុំជាគ្រូអាគមបើនាងចង់ដឹងខ្ញុំនឹងជួលនាងទៅជួបគាត់